យកដើមរិស័យតាំងពីព្រឹកតែងខ្លួនមិនទាន់ម្យ៉ាងមកផ្ទះខ្លួនឯងមិនបាច់អធិកអធមបែបហ្នឹងទេមកផ្ទះខ្លួនឯងអ្នកម៉ាក់អញ្ចឹងចុះអ្នកម៉ាក់ចូលទៅខាងក្នុងទៅនិយាយប្រមាណម៉ាត់មុនទៅបានណានសៀងដើមរិស័យនេះមិនធម្មតាទេបងយកទៅដាក់ទៅរបស់បែបហ្នឹងអូនខ្វល់ពីវាធ្វើស្អីទៅមិនមានមនុស្សច្រើនណាស់ជូនដំណើរឲ្យបងវាមានតម្លៃថ្លៃជាងនេះឆ្ងាយណាស់អានេះណែនេះគឺជាទាំងអស់គ្នាកូនប្រុសខ្ញុំអាចមានថ្ងៃនេះសុទ្ធតែពឹងលើការខំប្រឹងរបស់ខ្លួនមិនត្រឹមតែទិញផ្ទះធំបែបហ្នឹងនៅមានការងារមានមុខមាត់មួយទៀតគឺប្រធានផ្នែកធនធានមនុស្សនៅក្រុមហ៊ុនហេរញ្ញវត្ថុទី1ហេរញ្ញវត្ថុទី1អ្នកដែលជិតក្រុមហ៊ុននេះគឺសុទ្ធតែមានអ្នកនៅពីក្រោយខ្នងហើយអស្ចារ្យណាស់ចំណែកណានសៀងខ្លាចតែមិនមែនមានឱកាសកម្រអីទេហ្នឹងមិនច្បាស់ទេតែអាចចូលបានមួយជាតិនេះខ្លាចតែលែងពិបាករឿងស៊ីចុកអត់ទេលោកម្ចាស់វ៉ាងទី9មកដល់ហើយ